សង្គ្រាមនៅច្រកសមុទ្រ Hormuz ធ្វើឲ្យអ៊ីរ៉ង់រកចំណូលកប់ពពកបានយ៉ាងស្រួលជាងការលក់ថាមពលរបស់ខ្លួនអ៊ីរ៉ង់នឹកឃើញវិធីរកចំណូលបានច្រើនកប់ពពកជាងការលក់ប្រេងនិងឧស្ម័នទៅទៀតដោយត្រៀមរៀបចំច្បាប់ទាលុយពីគ្រប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បើទោះក្រោយចប់សង្គ្រាមក៏ដោយសភាអ៊ីរ៉ង់កំពុងគិតគូរធ្វើសេចក្តីស្នើច្បាប់មួយដើម្បីយកកម្រៃសេវាជាថ្នូរនឹងការផ្ដល់សន្តិសុខនិងសិទ្ធិដល់កប៉ាល់ក្នុងការដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ដែលបានចុះផ្សាយបន្តដោយសារព័ត៌មាន Straits Times របស់សិង្ហបុរីនៅថ្ងៃទី26ខែមីនាសមាជិកសភាម្នាក់បានថ្លែងបញ្ជាក់ថាយើងកំពុងជំរុញឲ្យមានសេចក្តីស្នើច្បាប់មួយដែលធ្វើឲ្យអធិបតេយ្យភាពនិងការគ្រប់គ្រងរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ត្រូវបានទទួលស្គាល់ជាផ្លូវការហើយអាចប្រមូលថ្លៃសេវានិងរកចំណូលចូលជាតិយើងបានសូមជម្រាបថាច្រកសមុទ្រ Hormuz ថ្មីបើនៅជាប់ប្រទេសអ៊ីរ៉ង់តែត្រូវបានចាត់ទុកជាច្រកសមុទ្រអន្តរជាតិមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ៊ីរ៉ង់ឡើយដូច្នេះការដឹកប្រេងនិងទំនិញផ្សេងៗតាមនាវាឆ្លងកាត់តាមច្រកនេះរាល់ដងនៅមុនពេលផ្ទុះសង្គ្រាមគឺមិនតម្រូវឲ្យបង់ប្រាក់នោះទេប្រសិនបើអ៊ីរ៉ង់ពិតជាបង្កើតច្បាប់ហើយអាចយកមកអនុវត្តបានមែននោះអ៊ីរ៉ង់នឹងមានឱកាសទទួលបានប្រាក់ចំណូលកប់ពពកជាបំខានតាមរយៈការបង់ពីគ្រប់នាវាឬកប៉ាល់ដែលឆ្លងកាត់ច្រកនេះយ៉ាងណាក៏ដោយប្រទេសនានាពិសេសអាមេរិកនិងអ៊ីស្រាអែលជាសត្រូវតែម្ដងច្បាស់ជាមិនបណ្ដោយឲ្យអ៊ីរ៉ង់បង្កើតច្បាប់នេះស្រួលនៅឡើយទោះបីអ៊ីរ៉ង់អាចបង្កើតច្បាប់នេះបានពិតមែនក៏ប្រហែលជាពិបាកអនុវត្តដែរព្រោះអាមេរិកច្បាស់ជាអុកឡុកជាបំខានការគិតគូររបស់អ៊ីរ៉ង់ក្នុងការកំណត់ថ្លៃសេវាលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដ៏សំខាន់នេះបានកើតឡើងក្នុងដំណាក់កាលសង្គ្រាមដែលមកទល់នឹងពេលនេះមានរយៈពេលជិត1ខែហើយសង្គ្រាមនេះផ្ដើមឡើងរួមគ្នាដោយអាមេរិកអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាមផ្លូវសមុទ្រ Hormuz សម្រាប់នាវាដឹកប្រេងទៅកាន់ពិភពលោកត្រូវបានបិទគប់នាវាណាហ៊ានឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់នឹងត្រូវអ៊ីរ៉ង់បាញ់កំទេចឧទាហរណ៍ជាក់ស្ដែងនាវាថៃមួយគ្រឿងត្រូវបានបាញ់កំទេចនៅម្ដុំច្រក Hormuz ដោយសារប្រហែលហ៊ានធ្វើចរាចរណ៍ដោយគ្មានសមការអនុញ្ញាតការបិទច្រកនេះធ្វើឲ្យតម្លៃប្រេងតាមបណ្ដាប្រទេសជាច្រើនលើពិភពលោកហក់ឡើងថ្លៃបច្ចុប្បន្នតម្លៃប្រេងជាសកលគឺចន្លោះពី$90ទៅ$100ក្នុងមួយបារ៉ែលមុនសង្គ្រាមតម្លៃប្រេងជាសកលគឺចន្លោះពី$60ទៅ$70តែប៉ុណ្ណោះបើរឿងនេះខ្លាចជាការពិតមែននោះទៅថ្ងៃអនាគតអ៊ីរ៉ង់នឹងខ្លាចទៅជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកហើយបណ្ដាប្រទេសមហាអំណាចទាំងអស់មិនហ៊ានប៉ះពាល់អ៊ីរ៉ង់ទៀតទេ